chỉ sọc sọc ở lại mà đo cái lại nghĩa anh đang bàn đi thà bắt to mà tại bọn bồn dương khác cứ ní nè ngày đấy phliêng tăng vì bờ các bọn bồn nơi hàng đấyហើយភ្លៀងដូចជាមិនសូវខ្លាំងប្រហែលទេប៉ុន្តែវាដូចថាភ្លៀងអត់ឈប់ទេភ្នំខាងនេះអីបាំងនៅខាងនោះសម្រាប់ភូមិនេះគឺគេហៅភូមិលាអាងឃុំលាអាងស្រុកដងតុងខេត្តកំពតបងប្អូនសម្រាប់ថ្ងៃហ្នឹងដែរគឺខ្ញុំនឹងធ្វើការផ្ដិតយកទស្សនភាពនៅខាងនេះឲ្យបងប្អូនទស្សនាហើយសម្រាប់នៅខាងនេះអត់សូវមានផ្ទះទេផ្ទះគឺមួយឆ្ងាយពីគ្នានៅសម្រាប់ផ្លូវអត់មានផ្លូវកស៊ូផ្លូវបេតុងអីទេសម្រាប់នៅខាងនេះមានតែផ្លូវគ្រួសបែបហ្នឹងហើយផ្ទះមួយភាគច្រើនគឺពួកគាត់ចិញ្ចឹមគោបងប្អូននៅខាងនេះហើយមើលឥឡូវកំពុងភ្លៀងតែអត់មានទឹកទេណាកុំទៅមើលនៅក្នុងទឹកអូទឹកស្រែអីគឺអត់មានទេភ្លៀងសំតែខែវិសាអញ្ចេះសំតែមានភ្លៀងខ្លាំងតែនេះអត់ទេវាបែរជាអត់មានភ្លៀងខ្លាំងអត់មានជន់អត់មានអីទាំងអស់វាភ្លៀងបានតែធ្វើមកសើមដីទេតែសម្រាប់នៅខាងនេះបងប្អូនកលេចទៅខាងនេះកន្លែងខាងនោះអីគឺកន្លែងគេធ្វើរោងចក្រស៊ីម៉ងហ៎បងប្អូនហើយនៅនេះមានផ្ទះបងប្អូនជើងមួយដែរនេះអូខេមានដំណាំមានអីច្រើនមានលហុងមានអីគឺពួកគាត់ដាំនៅខាងក្រោយផ្ទះនេះស្រែបងប្អូននេះស្រែតែអត់មានឃើញទឹកទេព្រោះមើលទៅវាភ្លៀងតិចពេកគឺអត់ជាប់ទឹកទេនៅខាងនេះដោយសារតែដីខាងនេះវាខ្ពស់ដល់ពេលអញ្ចឹងទៅភ្លៀងអីល្មមមិនងាយជាប់ទឹកទេឥឡូវកាន់តែគៀកភ្នំហើយបងប្អូនភ្នំនេះគេហៅភ្នំលាអាងសម្រាប់អ្នកនៅកំពតអាចនឹងស្គាល់ភ្នំនឹងច្រើនតែបើអ្នកខេត្តផ្សេងប្រហែលជាមិនស្គាល់ទេផ្ទះខាងក្រោយមានតែមិនសូវច្រើនប្រហែលទេផ្ទះមានតិចតួចហើយក៏មានកន្លែងលក់ដូរដែរនៅនេះសម្រាប់ខេត្តនេះវិញផ្លូវរៀងប្រហែលជិះឲ្យពេលដែលមានភ្លៀងបែបហ្នឹងណាពេលដែលមានភ្លៀងបែបហ្នឹងប៉ុន្តែបងប្អូនយើងខ្លះគឺនេះណាបងប្អូនគឺគាត់នៅធ្វើការធម្មតាទេទោះបីភ្លៀងក៏ដោយហើយសម្រាប់ខាងនេះគឺដូចជាចការដូងរបស់គេនេះដូងគេច្រើនដូងគេផ្លែអស់ហើយនៅខាងនេះអីផ្លែហើយក៏មានតែដូងគេដាំថ្មីដែរចការគេវែងចការខាងស្ដាំដៃខ្ញុំហ្នឹងបើកលេចទៅខាងឆ្វេងដៃវិញមើលឃើញសុទ្ធតែស្រែទេនៅក្បែរនឹងជើងភ្នំខាងមុខនោះមានផ្ទះមួយផ្ទះឆ្ងាយដាច់ពីគេខ្លាំងខាងនេះអីមើលឆ្ងាយដាច់មកហើយសម្រាប់ផ្លូវកន្លែងនេះគឺនៅគៀកជាមួយនឹងលបងរោងចក្រស៊ីម៉ងគេបងប្អូននេះលបងខាងនេះកាលពីមុនកន្លែងហ្នឹងគឺអត់នេះទេអត់មានផ្លូវហ្នឹងទេក៏មុនកន្លែងហ្នឹងបន្លាយទេបងប្អូនបន្លាយដែលនៅជាប់ជាមួយនឹងលបងរោងចក្រស៊ីម៉ងគេហ្នឹងតែឥឡូវខាងភូមិឃុំអីគេស្នើធ្វើជាផ្លូវសម្រាប់បងប្អូនយើងនៅខាងនេះគឺគាត់ជិះទៅផ្សារអីតែ5-6 គីឡូអីគឺដល់ហើយតែពេលអញ្ចឹងគឺងាយស្រួលដែរដោយសារតែភូមិនេះគឺជាភូមិមួយដែលដាច់ស្រយាលពីគេពីឯងណាតែពេលអញ្ចឹងទៅផ្សារអីឆ្ងាយ10 គីឡូជាងតទៅពេលគេធ្វើផ្លូវនេះទៅគឺបានដូចថារៀងគៀកជាងមុនឆ្ងាយគឺមិនសូវឆ្ងាយដូចមុនទេសម្រាប់ខាងនោះគឺផ្ទះបងប្អូនយើងដែរនៅឆ្ងាយពីគេឆ្ងាយនោះហើយខាងមុខនេះផ្
ផ្ទះដែរប៉ុន្តែគាត់ថាដាច់សញ្ញាមានតែផ្ទះដូចជាតែ2 3ទេនៅហ្នឹងហើយផ្ទះនេះអីដូចជាអត់មានអ្នកនៅទេនេះអត់មានអ្នកនៅទេប្រហែលជាទៅធ្វើការអស់ហើយផ្ទះនេះអីក៏ដូចជាអត់មានអ្នកនៅដែរផ្ទះ3មានតែផ្ទះ3ទេនៅកន្លែងហ្នឹងហ្មងបងហើយបើនិយាយពីស្រូវវិញទៅត្រូវទឹកភ្លៀងឥឡូវហ្នឹងពីមុនមកឡើងចង់ងាប់អស់ហើយសម្រាប់ស្រូវដែលបងប្អូនកំពុងនេះទេសនានេះគឺគេទៅតែព្រោះក្រោយទេបើអ្នកដែលព្រោះមុនគឺចាប់ផ្ដើមកំហមកហើយតតែត្រូវទឹកភ្លៀងចេះបានវាដូចថាអាចនឹងរស់ឡើងវិញវាអាចពណ៌បៃតងឡើងវិញណាជីឡើងមកស្ទុះទៅដល់ផ្ទះបងប្អូនយើងមួយទៀតនៅខាងនោះហើយសម្រាប់នៅក្នុងវីដេអូហ្នឹងដែរគឺខ្ញុំនឹងថតតាមនេះផ្លូវតូចខាងមុខឯងបងប្អូនផ្លូវហ្នឹងដែលជាផ្លូវដែលអ្នកភូមិក៏ដូចជាខាងភូមិឃុំអីគឺទៅតែធ្វើដែរទេចាក់គ្រោះតោះឥឡូវយើងទៅតាមផ្លូវហ្នឹងទាំងអស់គ្នាផ្លូវតូចតែស្អាតកាលពីមុនមិនមែនមានផ្លូវអញ្ចឹងទេបងប្អូនផ្លូវក៏លុកច្រើនណាស់កាលពីមួយឆ្នាំមុនអីហើយល្អិលខ្លាំងហ្មងល្អិលជិះមិនស្រួលអីហ្នឹងអាចដួលហើយតែទៅតែចាក់គ្រោះពីលើមកអញ្ចឹងយើងស្រួលជិះហើយផ្ទះបងប្អូនយើងនោះខាងនោះនេះខាងនេះបងប្អូនមើលធ្វើនៅឡើងឆ្ងាយពីគេណែនៅដាច់សញ្ញាហើយខាងស្រែទេខាងស្រែទាំងអស់តែម្ដងហើយយើងបន្តដំណើរទៅមុខទៀតឥឡូវស្រួលជិះហើយផ្លូវហ្នឹងលែងដួលលែងអីដូចមុនអីមុនបងប្អូនហ៊ានតែជិះផ្លូវនេះត្រៀមតែកៅអៅឲ្យហើយទៅព្រោះអីបន្លែអស់ហើយផ្លូវហ្នឹងល្អិលខ្លាំងតែឥឡូវលែងអីណាអាចជិះបានហើយទោះបីមើលទៅផ្លូវរៀងតូចមែនប៉ុន្តែគាត់ថាជើងអាចជិះបានស្រួលឡានក៏អាចជិះបានដែរអីមិញដូចជាមានកន្លែងមួយដែលវារៀងស្រត់ដែរបងប្អូនហើយនេះផ្កានេះគេហៅផ្កាត្របែកព្រៃនេះផ្កាត្របែកព្រៃបងប្អូនមិនដែលស្គាល់អីនេះហ្នឹងហើយផ្កាត្របែកព្រៃគឺដុះនៅតាមផ្លូវនេះណាបងប្អូនដុះនៅតាមផ្លូវហ្នឹងក៏មានដើមឈើជាច្រើនទៀតដែលសូម្បីតែខ្ញុំក៏ខ្ញុំអត់ស្គាល់ដែរដើមឈើខ្លះណាដែលជារុក្ខជាតិលម្អតាមដងផ្លូវបើយប់អីស្រួលអាចខ្លាចនេះផ្លូវនេះព្រៃចំវិញអញ្ចឹងអត់មានផ្ទះអ្នកភូមិទៀតឡើងស្ងាត់ឥឡូវយើងកំពុងតែនិយាយថាអត់មានផ្ទះអ្នកភូមិឃើញផ្ទះបងប្អូនយើងនៅខាងមុខគឺគាត់ធ្វើនៅគៀកផ្លូវនឹងដែរធ្វើនៅគៀកផ្លូវនេះខាងនេះបងប្អូនគាត់ធ្វើនៅឆ្ងាយឡើងឆ្ងាយពីគេហ្មងមានដំដូងមានអីច្រើនដែរគាត់ដាំហើយបើកលេខខាងនេះស្រែទេខាងនេះស្រែបងប្អូនយើងស្រូវល្អដល់ហើយនោះខាងនោះហើយខាងនេះដើមព្រីងប៉ុណ្ណាណៃដើមព្រីងខាងនេះដូចជាដើមអីទេដើម7ដើមមួយនោះខ្ញុំអត់ស្គាល់ទេហើយនេះដីបងប្អូនយើងគឺគាត់មកទិញនៅហ្នឹងគាត់ទិញទុកចោលពណ៌លបងចោលគាត់ដាំឈើសុទ្ធតែឈើដែលកម្រឯឈើអស់នេះអញ្ចឹងគាត់ដាំនៅដូចថាជាប់ផ្លូវនៅដីគាត់ខាងក្រោយដូចជាមានចកាដូងចកាច្រើនចកាគាត់ធំដូងច្រើនណាស់ហ្នឹងនេះផ្លូវដូចថាចូលដីគាត់ហើយនៅនេះឃើញផ្ទះបងប្អូនយើងផ្ទះមួយណាក៏គាត់ចិញ្ចឹមគោដែរចិញ្ចឹមគ្រប់ផ្ទះអត់មានផ្ទះណាមួយដែលអត់ចិញ្ចឹមទេនោះផ្ទះបងប្អូនយើងនៅខាងនោះនេះផ្លូវចូលផ្ទះគាត់ទេនេះផ្លូវចូលផ្ទះគាត់ចូលទៅក្នុងប្រហែលជា200ម៉ែត្រដល់ផ្ទះគាត់ហើយមេឃនេះប្រហែលជាមិនរាំងទេសម្រាប់ថ្ងៃហ្នឹងនៅខាងកពតហ្នឹងបងប្អូន
Ôi liền màu là hôn chẳng cứ liềnបែបហ្នឹងងាយរាំងទេបើភ្លៀងមកដូចថាខ្លាំងខ្លាំងអាហ្នឹងមិនឆាប់រាំងតែភ្លៀងមកតិច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 អីហ្នឹងគឺមិនងាយទេហើយនេះផ្ទះបងប្អូនយើងដែលគាត់បោះបង់ឥឡូវក៏ចាប់ផ្ដើមខ្ទេចអស់ដែរនេះនៅឃើញតែតសទេតសហើយនៅសង្កសីដូចជាមកសន្លឹកឯនេះហើយម្ចាស់មិនដឹងថាទៅខេត្តណាបាត់ហើយខាងនេះដូចជាគេហៅកន្លែងហ្នឹងគេហៅអីទេបងដូចជាម្ដុំឡទឹកត្រីម្ដុំហ្នឹងឯងអូសិតតែអ្នកនោះសិតតែអ្នកអូឈើបនៅក្នុងហ្នឹងបងប្អូននោះច្រើនតាគាត់អូហ្នឹងប្រហែលជាបានមេឃភ្លៀងអញ្ចឹងកន្លែងហ្នឹងគឺជាប្រភពទឹកមួយហើយសម្រាប់បងប្អូនយើងនៅខាងនេះណាគឺគាត់មានទឹកធ្វើស្រែហ្នឹងគឺកន្លែងហ្នឹងឯងគឺគាត់អាចបូមអាចដាក់អញ្ចឹងទៅហើយនេះផ្ទះបងប្អូនយើងនោះនៅខាងនោះគឺគាត់ធ្វើរៀងឆ្ងាយពីផ្លូវដែរហើយជម្រៅក៏រៀងជ្រៅដែរនេះខាងមុខនេះគេហៅឡទឹកត្រីហ្នឹងហើយបងប្អូនខាងនេះណានោះកន្លែងហ្នឹងឡហើយឡហើយក៏មានកន្លែងនេះស្អីគេធ្វើកន្លែងអាសនៈឬក៏មិនទេបងប្អូននោះហ្នឹងគេហៅកន្លែងឡទឹកត្រីគេហ្នឹងណាហើយកន្លែងនេះក៏មានកន្លែងដែលចាស់គាត់អូខេគាត់មកសែនព្រេនមកអីចឹងទៅតាមជំនឿសាសនាយើងសាសនាអាចនឹងសាសនាពីដូនតាយើងមកបើសម្រាប់ប្រជាជនខ្មែរដូចថាអាចនិយាយបានថាគាត់កាន់ពុទ្ធសាសនាប៉ុន្តែសម្រាប់សាសនាដើមរបស់គាត់ដែលគាត់គោរពខ្មោចគោរពអីហ្នឹងវាមានតាំងពីមុនសាសនានោះបងប្អូនអញ្ចឹងយើងមិនអាចបំបត្តិវាបានទេហើយឥឡូវមកដល់ខាងនេះក៏មានផ្ទះបងប្អូនយើងខ្លះគឺគាត់ចោលហើយផ្ទះខ្លះក៏គាត់នៅដែរផ្ទះនេះអីដូចជាចោលបាត់ហើយអត់មានអ្នកនៅទេនេះអត់មានអ្នកនៅមានទ្រុងជ្រូកមានអីទុកចោលហ្នឹងគាត់អត់ព្រមយកទៅតាមខ្លួនទេណាគាត់ទុកចោលធ្វើឲ្យទុកចោលតោះឥឡូវយើងបន្តដំណើរទៅខាងមុខទៀតដែលបងប្អូនយើងគឺគាត់អូខេគាត់ប្រហែលជាអ្នកទិញគោមកទៅគាត់ថតហើយយ៉ាជីសុកឥឡូវមកដល់កន្លែងអ្នកទិញគោលក់គោគាត់មានតែប្រពន្ធគាត់មកទៀតហើយប្រហែលជាចែប្រហែលជាអាចមកចាស់គោអីចឹងទៅនេះហើយអ្នកទិញនៅខាងនោះអ្នកទិញខាងនេះនេះគោខាងនេះវាច្រើនចំគោគោនេះស្អាតតាស្អាតកូនវាហើយនោះពូអ្នកទិញគោហ្នឹងមុខឡើងស្អាតសង្ហាហ្មងស្រីឃើញដឹងតែលងហើយអូខេបងប្អូនសម្រាប់នៅខាងនេះដូចអ្វីដែលខ្ញុំបាននិយាយអញ្ចឹងគឺភាគច្រើនគឺគាត់ចិញ្ចឹមគោចិញ្ចឹមជាលក្ខណៈគ្រួសារផ្ទះខ្លះអាចមាន4មាន5មានអ្នកខ្លះវិញគឺគាត់ចិញ្ចឹមច្រើនជាងហ្នឹងទៀតហើយនេះគោបានេះគោបងប្អូនខ្លះគឺគាត់ចិញ្ចឹមដល់10ជាងឯនោះជាលក្ខណៈគ្រួសារតែលក្ខណៈគ្រួសារចម្រុងច្រើនហ្មងណាហើយផ្ទះបងប្អូនយើងនៅខាងនេះធំណាផ្ទះគាត់ផ្ទះខាងនេះអីបងប្អូនប្រព័ន្ធណាអីហើយក៏មានអ្នកលក់មានអីមកសពហ្មងសម្រាប់នៅខាងភូមិនេះផ្លូវមិនសូវស្អាតប្រហែលទេតែគាត់ថាយើងអាចជិះបានណាមើលផ្ទះខាងនេះអីគោគាត់ច្រើនណាគាត់ចំច្រើនក្រោគាត់ក៏ធំដែរហើយមេឃនេះប្រហែលជាមិនរាំងទេមើលទៅឡើងងឹតឈឹងបាទទៅហ្នឹងអាចនឹងភ្លៀងធំទៀតណាខាងនេះអីសម្រាប់ផ្ទះបងប្អូនយើងនៅខាងនេះអត់ឃើញអ្នកនៅផ្ទះទេគាត់ទៅធ្វើការអស់ហើយមើលទៅ
nơi cái này chập đầu miền tây nơi trong sai thôi bóng bóng kìa bóng bóng như cái này cứ có thơ là bóng bán xa ta hàng đấy với chạm này mó nào mà chạm bị tông mò thưa là cầm ra này còn là thưa là bó nó còn miền o tây này bà là bóng đó mà lại hay nó hơi lỡ miền plơ lần pi bơi đi đấy lỡ tới khai nọ tới khai đó hay còn miền một hàng đấy té nhóm chi hàng này mình mà bọn đời xa đã plơ nước kia riêng và bà chi chiến chấn nhóm chi một hàng này mong từ theo bọn bọn dương đi cô có vừa cua nè hơi mà hà quạt đồ cho đó mê cô bọn bọn dương thum đó lại bắt tròn rồi đi ôi gì sao máu nơi hàng của post phía trán cứ tròn trên cao té mà bọn ăn sơ tròn được té hãy cản smart gì thế phía trán cứ quạt bà smart bọn bọn khác cứ quạt đối ta thử đắc tranh khéo vô để cho người bị si đôi một đằng chân mà muốnហើយគាត់អត់បន្ថែមស្មៅទៀតទេតែបើសម្រាប់ដូចថាខាងតកែវខាងខេត្តកណ្ដាលអីពីច្រើនគឺបងប្អូនយើងគោលចងនៅផ្ទះអត់ដែលដឹកឲ្យវាស៊ីក្រៅអញ្ចឹងទេហើយគាត់ទៅរកស្មៅខាងក្រៅយកមកឲ្យវាស៊ីនៅផ្ទះវិញតែពេលអញ្ចឹងគឺវាលក្ខណៈរៀងខុសគ្នាដែរនេះបងប្អូនឃើញទេចងនៅក្រៅហើយផ្ទះគាត់អាចនៅផ្ទះខាងនោះអីក៏ថាបានដែរម្ចាស់គោណាអញ្ចឹងសម្រាប់នៅកពតហើយនៅខេត្តផ្សេងវាអាចនឹងខុសគ្នាហើយបើសម្រាប់ទៅខេត្តផ្សេងទៀតដូចថាខ្ញុំទៅកំពង់ធំអីឃើញបងប្អូនយើងគឺគាត់ខ្វៀលគាត់អត់យកទៅចងទេគឺគាត់ដេញវាទៅហើយគាត់ទៅតាមវាមានន័យថាខ្វៀលណាខ្វៀលគោហើយនេះគឺផ្កាតបែកព្រៃទៀតណានេះផ្កាឡើងស្អាតដើមវាតូចល្មមវាប៉ុន្តែគាត់ថាផ្កាឡើងពេញដើមផ្កាមើលស្អាតណាបងប្អូនស្អាតហ្មងបន្តពីយើងចេញពីភូមិនឹងមកឥឡូវយើងដល់ផ្សាររបស់គេហើយផ្សារខាងភូមិហ្នឹងផ្សារមិនសូវធំប្រហែលទេតែក៏មានអ្នកមកច្រើនសម្រាប់ផ្សារហើយផ្សារនៅហ្នឹងមានឈ្មោះថាផ្សារក្រាំងលាវបងប្អូនអូដូចជានេះរោងបននេះផ្សារអ្នកលក់ខាងនេះអ្នកលក់ស្មាននេះគឺទៅអស់ហើយទាំងអស់ហើយនៅតែអ្នកដែលលក់ពេលល្ងាចអាហ្នឹងបានដូចថាអត់តាន់មកទេព្រោះឥឡូវទៅតែថ្ងៃត្រង់ខាងនេះមានដូចជាមានសាលារៀនដែរនេះសាលារៀនប៉ុន្តែមានត្រឹមអនុវិទ្យាល័យទេនៅខាងភូមិនេះបងប្អូននេះអនុវិទ្យាល័យ